សូមគោរពជំរាបសួរទៅកាន់លោកគ្រូអ៊ំកសលក៏ដូចជាសួស្តីអ្នកទាំងគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទឈ្មោះគៀតគង់ខ្ញុំបាទឈ្មោះយើងច័ន្ទពេញវងខ្ញុំបាទខ្ញុំរ៉ាប់អ្នកស្មីយើងទាំងអស់គ្នាម្ដងគឺមកពីសាលាសាកលវិទ្យាល័យ Norton University ឆ្នាំទី3វេនពេលព្រឹកហើយឈានមកដល់ពេលនេះម្ដងពួកយើងបានទទួលបាន project មួយពីលោកគ្រូអ៊ំសំកសលហើយ project នេះម្ដងគឺពួកយើងធ្វើតាក់ទងជាមួយនឹង UI ABA ហើយ UI នេះម្ដងពួកយើងបានធ្វើដោយផ្ទាល់ដៃរបស់យើងហ្មងពួកយើងបានវាដោយប្រើ Flutter យ៉ាងណាគ្នាបានដឹងហើយថា Flutter យើងអាចធ្វើការវាទៅលើ app application អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលមកកាន់ UI របស់យើងនេះហ្មងទៅចំពោះ UI នេះប៉ុន្តែគឺពួកយើងបាន build ដូចតែអ្នកនរគ្នាបានចូលទៅកាន់ app របស់ ABA អញ្ចឹងវាមាន ABA មាន profile មាន receive money មាន send money ហើយ function ជាច្រើនទៀតនៅក្នុងនោះអញ្ចឹងចំពោះ UI យើងផងដែរនៅពេលដែលយើងចូលមកកាន់ notification អញ្ចឹងវានឹងដាក់មកអញ្ចឹងយើងធ្វើឲ្យគេខ្លះយើងបច្ចេកកាតយើងធ្វើបច្ចេកទៅលើផ្សេងៗគឺគេនឹង send notification នៅក្នុងហ្នឹងហ្មងហើយចំពោះ announcement នេះដែរបើសិនជាមានអី update គឺវានឹង send ចូលមកកាន់នឹងដូចគ្នាអញ្ចឹងមិញហ្នឹង notification គឺយើងបានចប់ហើយយើងចូលមកកាន់កន្លែង QR code បើសិនជាយើងចង់ឲ្យនរណាគេ scan លុយចូល scan លុយចូលដើម្បីទទួលបានលុយចូលទៅក្នុង app application របស់យើងគ្រាន់តែចូលទៅកាន់កន្លែងហ្នឹងទៅហើយឲ្យ client គាត់ scan គឺយើងទទួលបានលុយហើយមួយទៀតយើងអាចចូលមកកាន់ send money តែឥឡូវនេះដូចតែនៅគេបានឃើញមាន saving account មាន saving account មួយផ្សេងទៀតយើងដោយសារតែឥឡូវនេះយើងអត់ទាន់បានដាក់ខ្មែរអញ្ចឹងវាមិនជាបញ្ហាយើងចង់ដាក់នេះដែរឥឡូវមកដល់ឥឡូវនេះយើងអាចចុចទៅលើ scan បានតែអានេះដោយសារតែវា short time so យើងអត់អាចធ្វើ type ក្នុងការធ្វើវាឲ្យចេញល្អឥតខ្ចោះវាគ្រាន់តែជា UI មួយមកដល់នេះបើសិនយើងចង់ check account គឺវាដូចគ្នាចង់ដឹង amount នេះប្រហែលនៅក្នុងហ្នឹងទាំងអស់មកដល់កន្លែង card អានេះវាជា card បើសិនជាយើងចង់ add card មកយើងគ្រាន់តែចុចឡើងទៅគឺវាមាន card ដូច card Visa Platinum Master card អីនៅហ្នឹងទាំងអស់កន្លែង payment នេះប៉ុន្តែគឺដោយសារតែដូច color នេះមិនដែរដោយសារវា short time អញ្ចឹងយើងអាចចំណាយពេលវាច្រើនការធ្វើវាចូលមកដល់ latest មកគឺឥឡូវយើងងាកមកកាន់ favorite របស់យើងអានេះមានដូចជាស្មីវងមានគង់មានតនអញ្ចឹងទៅ favorite យើងចង់ send money ទៅកាន់គេយើងគ្រាន់តែចូលទៅកាន់ function favorite ហ្នឹងទៅយើងចង់បាញ់លុយយើងណាគេក៏បានដែរអូខេចូលមកកាន់កន្លែង profile អញ្ចឹង profile យើងពេលដែលយើងចុចកន្លែង3មិញហ្នឹងវានឹងចេញ ABA setting អញ្ចឹងមានឈ្មោះដូចជារស្មីលឿម ID របស់គាត់ហើយមាន schedule payment យើងចង់ដាក់ auto transfer ក៏បានអានេះវាមានទីតាំងកន្លែង ABA pay មាន exchange rate ចង់ដឹងថាឥឡូវវាមានប្រហែលអី rate ហ្នឹងហើយ contact us មាន term condition ហើយ setting ឯធម្មតា simple very simple អូខេចឹងចំពោះ project នេះប៉ុន្តែគឺឈានទៅដល់ទីបញ្ចប់ហើយក៏សូមអរគុណទៅដល់អ្នកទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលមកកាន់ទស្សនាតទៅជាមួយនឹង project ដែលពួកយើងបាន build from លោកគ្រូអ៊ំសំកសលបាទអរគុណច្រើន